យុវជន Gen Z ពិតជាពូជបាត់ដីមែនឬខ្ញុំមានបេះដូងមួយជាខ្មែរខ្ញុំស្រឡាញ់ដល់បងប្អូនប្រជាពលរដ្ឋយើងហើយខ្ញុំឃើញទស្សនវិជ្ជាបងប្អូនយើងមកជួយនៅបាទអញ្ចឹងក្នុងវីដេអូខ្ញុំមកបកស្រាយអំពីបញ្ហាមួយចំនួនដែលឃើញបងប្អូនម្នាក់នៅក្រៅប្រទេសដែលគាត់ជាបពប្រឆាំងហើយគាត់បានផុសហើយគាត់ deal ថាអ្នកដែលបាតកម្មនៅកូរ៉េប្រហែលអ្នកដែលប្រហែលជាខ្ទង់ប្រហែលជា30នាក់នោះគឺពួកគាត់ជាពូជសាសអង្គរដល់ពេលអ្នកដែលទៅចូលរួមមើលតន្ត្រីតារា K-pop របស់ក្រុមតារាកូរ៉េមកពីកូរ៉េអញ្ចឹងបងប្អូនហើយគេប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរមួយបាទអញ្ចឹងនៅក្នុងនេះខ្ញុំចង់និយាយបន្តិចបាទតើទៅនឹងរឿងហ្នឹងផងដែរនៅពេលដែលគាត់និយាយ deal ថាពួកក្មេងៗនេះសុទ្ធតែជាពូជបាត់ដីប៉ុន្តែក៏បានដឹងទេថាក្នុងចំណោមហ្នឹងមានជនបរទេសគាត់ទៅចូលរួមមើល concert ហ្នឹងដែរហើយអ្វីដែលកាន់តែសំខាន់ទៀតនោះគាត់ deal ពូជតែម្ដងបាទហើយគាត់ជាពូជអ្វីដែលពេលគាត់ដូច deal អញ្ចឹងណាហើយចំពោះពួកខ្ញុំជាយុវជន Gen Z ដែលចូលរួមមើលហ្នឹងខ្ញុំចង់ឲ្យបងប្អូនបានឃើញវីដេអូនេះតែម្ដងបាទនៅក្នុងវីដេអូនេះកាលពីសង្គ្រាមឡើយពួកខ្ញុំគឺកំពុងតែចាប់ផ្ដើមដុតដៃដុតជើងគ្នារៀបចំឲ្យវ៉ាន់ភាសឹកយ៉ាងសកម្មមែនទែននៅក្នុងការរៀបចំឲ្យវ៉ាន់ភាសឹកនេះហើយពួកយើងមិនដែលរត់ចោលស្រុកទេហើយពួកយើងបានសន្យាជាមួយវីរៈកងទ័ពថាយើងនឹងឈរជាមួយវីរៈកងទ័ពនៅទីនេះតតែម្ដងបាទដោយដែលបងប្អូនបានឃើញវីដេអូនេះតតែម្ដងគឺពួកយើងគឺសកម្មភាពដែលកំពុងតែរៀបចំអីវ៉ាន់ភាសឹកអីវ៉ាន់កងទ័ពដើម្បីយកទៅផ្គត់ផ្គង់នៅឲ្យជួរមុខដើម្បីឲ្យគាត់បានហូបចុកគ្រប់គ្រាន់បាទពួកយើងពេលដែលយកស្បៀងទៅឲ្យកងទ័ពពួកយើងមានការបថុយគ្រោះថ្នាក់ខ្លាំងមែនទែនដោយសារពេលខ្លះទៅថៃវាប្លង់ក្រុមមកក្បែរហ្នឹងទេពេលខ្លះបើកឡានចេញផុតបន្តិចគ្រាប់ធ្លាក់អង្គើក្តាំងបងប្អូនហើយនេះជាបញ្ហាមួយដែលពួកយើងបានស្រោះដៃគ្នានិងសាមគ្គីគ្នាមែនទែនប៉ុន្តែចំពោះពួកគាត់វិញគឺគាត់អត់បានជួយឲ្យគឺគាត់ deal តាំងពីមុនសង្គ្រាមរហូតដល់ក្រោយសង្គ្រាមគាត់នៅតែ deal ខ្មេះដដែលមានយោបល់បងប្រុសម្នាក់ដែលខ្ញុំសួរយោបល់គាត់ថាមិនបាច់ខ្វល់ទេយើងធ្វើអ្វីល្អយើងធ្វើនឹងតែមិនបាច់ខ្វល់ពាក្យគេនិយាយចំពោះមនុស្សយើងគឺយើងអត់សូវខ្វល់ទេប៉ុន្តែធម្មតាទេយើងតែប៉ះពាល់អារម្មណ៍គឺយើងតែមានអារម្មណ៍ឈឺចាប់ខ្លាំងហើយណាអញ្ចឹងនៅក្នុងនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតថាតើជាតិមួយអាចរីកចម្រើនបានវាអាស្រ័យទៅលើអីខ្លះអញ្ចឹងជាតិមួយអាចរីកចម្រើនបាននៅពេលដែលប្រទេសជាតិស្ងប់សង្គ្រាមមានសន្តិភាពឡើងវិញដូចជាការប្រគំតន្ត្រីហ្នឹងគេថាយើងសប្បាយខុសរបៀបហើយចំណាយលុយទៅទិញសពតចូលមើលបាទអញ្ចឹងគេថាអញ្ចឹងក៏ថាទៅបងប្អូនថាសប្បាយក៏សប្បាយខុសរបៀបទៅប៉ុន្តែបងប្អូនត្រូវចាំថាយុវជន Gen Z ដែលទៅមើលនោះភាគច្រើនណាពួកគាត់សុទ្ធតែមានការងារធ្វើការងារល្អទៀតហើយប្រាក់ខែថ្លៃបើគាត់មានលទ្ធភាពចូលទៅមើល concert ហ្នឹងហើយក្មេងៗសិស្សសាលាពេលខ្លះតែគាត់ដឹងថា idol គាត់ជិះមកគាត់សំលុយបាទគាត់ទៅរៀនអញ្ចឹងហ្នឹងមិនឲ្យលើគាត់សំលុយទៅចូលមើលការប្រគំតន្ត្រីហ្នឹងអញ្ចឹងទៅបាទភាគតិចណាស់ដែលមានអ្នកសំលុយមិនឲ្យមកមើលបាទអញ្ចឹងហើយពួកគាត់សុទ្ធតែជាបញ្ញវន្តអ្នករៀនចេះដឹងច្រើនមែនតើអ្នកទៅមើល concert ហ្នឹងបាទហើយពួកគាត់មិនមែនសប្បាយភ្លេចទេកម្មវិធីហ្នឹងគេបង្កើតឡើងទី1ផ្សព្វផ្សាយអំពីទេសចរខ្មែរតារាកូរ៉េមកអញ្ចឹងគេថាអូប្រទេសខ្មែរមានការរស់រាយរាក់ទាក់ខ្លាំងមែនទែនប្រទេសខ្មែរមាន quality ខ្លាំងមានប្រជាជនដែលមានភាពរាក់ទាក់ភាពកក់ក្ដៅបាទដោយតែគាត់បានមកគឺមានសុវត្ថិភាពល្អមិនមានបញ្ហាកើតឡើងទេអញ្ចឹងហើយជាអ្វីដែលយើងគួរតែផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរបរទេសឲ្យគេបានដឹងថាប្រទេសយើងពិតជាល្អខ្លាំងមែនទែនជាមួយនឹងការរៀបចំកម្មវិធីអីមួយបាទហើយចូលការប្រគំតន្ត្រីហ្នឹងអ្នកដែលថាការប្រគំតន្ត្រីអត់ប្រយោជន៍តើបានដឹងពីការប្រគំតន្ត្រីហើយនៅបាទអញ្ចឹងក្នុងនាមខ្ញុំជាអ្នកសិល្បៈជាសិល្បករធ្លាប់សម្ដែងសូរជាសិល្បករធ្លាប់ថតកុនបាទខ្ញុំសូមបញ្ជាក់ថាការប្រគំតន្ត្រីសូរសិល្បៈឯផ្សេងមិនមែនជាការសប្បាយខុសរបៀបទេគេធ្វើគឺសុទ្ធតែមានផលចំណេញដល់ជាតិដូចតថាយើងទិញសពតចូលមើលអញ្ចឹងណាមើលតារាកូរ៉េ K-pop អញ្ចឹងទៅលុយបានទៅលើសិល្បករអ្នកសម្ដែងហើយមានតារាខ្មែរយើងចូលដែរដូចពូព្រាសវត្តអញ្ចឹងលុយចូលទៅពួកសិល្បករអញ្ចឹងយើងសរុបទាំងអស់សិល្បករមានតារាចម្រៀងអ្នករាំអ្នកអីអញ្ចឹងទៅអ្នក band ភ្លេង band អីអញ្ចឹងទៅប៉ុន្តែនៅពេលដែលលុយចូលពួកគាត់តើពួកគាត់យកលុយទៅណាពួកគាត់ច្បាស់ជាយកទៅចាយហើយចាយណាចាយតាមហាងតាមតូបតាមផ្សារតាមម៉ាត់ជួយប្រជាជនយើងណាហើយលុយទាំងអស់ហ្នឹងទៅណាទៀតលុយហ្នឹងគឺចូលសេដ្ឋកិច្ចជាតិយើងសេដ្ឋកិច្ចជាតិបើថាលុយហ្នឹងចូលរដ្ឋយកធ្វើអីខ្លះរត់យកទៅផ្គត់ផ្គង់បលិទាហានឯការពារសុខសុវត្ថិភាពយើងបាទផ្គត់ផ្គង់សម្ភារៈសម្ភារៈកងទ័ពផ្សេងហ្នឹងទៅបាទនេះជាហេតុផលដែលគេប្រគំតន្ត្រីហ្នឹងថាវាមានផលចំណេញខ្លះហើយលុយហ្នឹងទៅណាទៀតក្នុងការប្រគំតន្ត្រីមួយមានក្រុមការងារច្រើនការងាររៀបឆាកការងារ sound system បាទអញ្ចឹងលុយហ្នឹងវាហូរចូលគ្រប់កប៉ៅហើយគាត់យកលុយហ្នឹងយកទៅចាយហ្នឹងសេដ្ឋកិច្ចចូលជាតិយើងចំណេញជាតិយើងតាហើយមិនបានយើងអត់គិតអំពីបញ្ហាហ្នឹងផងយើងគិតថាតែគេសប្បាយនឹងតែគេហ្នឹងជាពូជបាត់ដីជាគេហ្នឹងគឺជា
ជាតិសាសន៍មួយមិនគិតរឿងជាទឹកអីយ៉ាងម៉េចប្រទេសណាដែលគ្មានការប្រគំតន្ត្រីហ៎ប្រទេសណាដែលគ្មានការរៀបចំកម្មវិធី event ផ្សេងៗវាអត់មានបើសិនជាអត់មានការរៀបចំអញ្ចឹងការប្រគំតន្ត្រី event អីផ្សេងៗសូថាមានលុយមានសេដ្ឋកិច្ចអីមកទៅណាប្រទេសជាតិមួយរីកចម្រើនវាត្រូវអាស្រ័យពឹងលើផលទាំងអស់ហ្នឹងបានន័យថាទាំង event ទាំងប្រការប្រគំតន្ត្រីទាំងការរកស៊ីអីផ្សេងៗវាអាស្រ័យគ្នាប្រទេសកាឡាគ្នាទៅវិញទៅមកបាទមិនគាត់អាផ្លាប់ក៏ឃើញមិនដឹងយើងដៀលគេទេវាអត់ត្រូវមុនយើងដៀលគេយើងបានមើលវីដេអូគេរូបភាពគេដែលគេជួយអាពេលសង្គ្រាមទេព្រោះបច្ចុប្បន្នជាសម័យ social media សម័យ Gen Z អញ្ចឹងគឺគេមានវីដេអូមានរូបភាពជាផុសតាំងឲ្យមើលថាពួកយើងមិនមែនជាយុវជនដែលថោកទាបជាយុវជនដែលភ្លេចកំណើតទេបាទអញ្ចឹងបងប្អូនដែលមើលវីដេអូខ្ញុំក្នុង YouTube បងប្អូននឹងមើលឲ្យចប់ទៅបាទហើយខ្ញុំកាត់តែខ្លីៗទេដាក់ TikTok បាទអញ្ចឹងអ្នកទាំងអស់គ្នាដែលមិនទាន់បាន Subscribe ជួយ Subscribe អ្នកមួយទៅដើម្បីទទួលបានវីដេអូផ្សេងទៀតបាទអញ្ចឹងហើយចំពោះខ្ញុំជា Gen Z ដែលបានកើតតនសម័យប្រព័ន្ធបច្ចេកវិទ្យាហើយជាអ្នកបង្កើតមាតិកាខ្ញុំចង់ឲ្យពួកគាត់បានយល់និងស្ដាប់វីដេអូនេះឲ្យចប់បាទប្រឆាំងក៏ប្រឆាំងចោះអ្នកប្រឆាំងមានល្អមានអាក្រក់បាទមានណាខត់មកឲ្យប្រឆាំងដូចជាអ្នកធ្វើការមន្ត្រីណាធំធ្វើការខុសឆ្គងពុករលួយអីយើងនិយាយទៅអាហ្នឹងរិះគន់ស្ថាបនាតាមានបណ្ដាទៅចាប់ទៅចងយើងប៉ុន្តែមកពីយើងតាផ្លាប់ឡើងចង់ផ្ដួលរលំចាប់ឡើងចង់ស្អីអញ្ចឹងបាទនិយាយខ្ញុំចង់ចូលទៅយកបាយមែនទេបាទខ្ញុំចង់ប្រហើបបន្តិចទៅក៏ដើម្បីកុំឲ្យពួកគាត់នឹងវាសុញក្នុងខ្លួនខ្លាំងពេកបាទអញ្ចឹងហ្នឹងហើយបងប្អូន